វីដេអូនេះយើងនឹងនិយាយអំពី consumer widget អញ្ចឹងកន្លែងនេះពេលដែលអ្នកទាំងអស់គ្នាប្រើ consumer widget នេះគឺដើម្បីយើង access ទៅកាន់ provider បានតាមរយៈ widget reference អញ្ចឹងយើងមានបញ្ហាអីគេបញ្ហាយើងគឺត្រង់ថានៅពេលដែលអ្នកទាំងអស់គ្នា observe មើលនៅក្នុង widget build របស់យើងនៅពេលដែលយើងរៀន state management គ្រប់ state management ទាំងអស់តែងតែប្រាប់យើងថាពេលដែលយើងប្រើ state management អត់ដូចយើងប្រើ stateful ទេគឺយើងអាច build នៅត្រង់ចំណុចដែលយើងចង់ build បានអញ្ចឹងវាអត់សូវធ្ងន់ទេ widget របស់យើងអត់ចាំបាច់ re-render ទាំង whole ឬក៏ entire of widget ទេអញ្ចឹងយើងអាច test វាបានយើងអាច print something like build running អីចឹងទៅឧទាហរណ៍ build loaded អីចឹងទៅឧទាហរណ៍អូខេអញ្ចឹងយើងចុច run មួយមកយើងឃើញ build loaded ហើយយើង clear វាចោលបន្ទាប់មកយើងចុច increment អញ្ចឹងយើងឃើញ build loaded រហូតអញ្ចឹងបានន័យថា widget build របស់យើងគឺនឹង build ទាំងអស់តែម្ដងវានឹង build ទាំង whole តែម្ដងអញ្ចឹងវាមានបញ្ហាមិនញោមអត់ចង់ build ទាំង whole ទេគឺញោមចង់ build តែត្រង់ចំណុចកន្លែង text counter នេះទេពីព្រោះ UI របស់ខ្ញុំត្រូវការ refresh តែចំណុចនេះទេហេតុអីខ្ញុំត្រូវ rebuild អាពួកផ្សេងដែរហេតុអីខ្ញុំត្រូវ rebuild ពួកនេះដែរអត់ទេមែនទេអញ្ចឹងវាអាចតាក់ទងមួយ performance ដែរអញ្ចឹងយើងអាចទៅ សេសិនចាំតិចទៀតខ្ញុំនឹងទៅមើល check documentation ហើយនឹងខ្ញុំនឹង explain ដល់អ្នកគ្នាអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំអត់ចង់ធ្វើអញ្ចឹងឯងត្រូវធ្វើម៉េចអញ្ចឹងយើងអាចមកប្រើទៅជាមួយនឹង consumer វិញអញ្ចឹងនៅក្នុង report គឺយើងអាចប្រើជា consumer builder ឬក៏យើងអាចប្រើជា consumer widget ចេះបានអញ្ចឹងយើងអាចប្រើ consumer widget builder ចេះឬក៏យើងអាចប្រើជាមួយនឹង consumer widget ដែលត្រូវ override widget build អញ្ចេះណែយើងត្រូវ extend ពី widget consumer widget អញ្ចេះយើងអាចប្រើបានពីរប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាប្រើតាក់ទងជាមួយនឹងconsumer builder ឧបមាថាឥឡូវដើម្បីយើង change ទៅប្រើនឹងបានយើងត្រូវ comment អានេះសិនបើយើងអត់ add comment អានេះទេវានៅតែគង់តែត្រូវទៅ rebuild ដដែលទេព្រោះអា reference.void នេះវានឹងទៅចាំស្ដាប់មើលនៅក្នុង state នេះ change រហូតបើសិនជាយើងអត់ comment វាទេវាទោះបីយើងទៅប្រើអា widget builder ក៏វានៅតែ rebuild ទាំង whole ដែរអញ្ចឹងកន្លែងនេះយើងត្រូវ enter ហើយធ្វើការ wrap មួយ builder យើងអាចបដូរមកជា consumer អញ្ចឹងពេលដែលយើងបដូរមក consumer វាមានកន្លែង builder នេះវាមាន two parameter វាមាន three parameter វាមាន build context widget reference ហើយនឹង child អញ្ចឹងកន្លែងនេះយើងអាចដាក់ widget widget reference អញ្ចឹងយើងដាក់តែអញ្ចឹងក៏បានដែរ reference ហើយនឹង child បន្ទាប់មកទៀតយើងអាចពេលដែលយើង wrap មួយ consumer អញ្ចេះយើងអាចយក reference របស់យើងយកទៅអីគេ watch មិនមែន read ទេណា watch ហើយយើងយក state provider របស់យើងយកមកដាក់ចូល plot មកបន្ទាប់ទៀតយើង save ហើយយើងចុចទៅបាទវានៅដើរធម្មតាឃើញទេឃើញវានៅដើរធម្មតាអត់មានបញ្ហាអីត្រូវអត់ no problem អូខេបាទវានៅដើរធម្មតាតែបញ្ហានៅត្រង់ថាអូខេឃើញវាដើរនេះឃើញវាអត់ build ទាំង whole widget ទេបើតែវា build តែត្រង់ចំណុចដែលវា build កន្លែងនេះទេ consumer widget building អូខេឧទាហរណ៍អូខេអញ្ចឹងខ្ញុំចុចទឹកអូខេវា build តែកន្លែងហ្នឹងឯងអញ្ចឹងអាហ្នឹងគឺវាមានន័យថាអញ្ចឹងបាទវាមានន័យថាអញ្ចឹងអាហ្នឹងគឺជារឿងដែលយើងត្រូវប្រើconsumer គឺយើងអត់ចង់ build entire of widget ទេនៅក្នុង home screen ហ្នឹងទេយើងចង់ build នៅត្រង់ widget ដែលយើងចង់ rebuild អញ្ចឹងយើងអាច replace ទៅដោយ consumer អូខេយើងអាច replace ដោយ consumer កន្លែងនេះយើងចង់ extend ពី stateless widget វិញក៏បានហើយធ្វើការ remove នេះចេញក៏បានដោយសារយើងមាន consumer ហើយអញ្ចឹងកន្លែងនេះវា error បន្តិចកន្លែងនេះវា error ត្រង់ថាបើសិនជាយើងយកអានេះពីមុនយើងប្រើ widget reference អញ្ចឹងវាអាច access មកយើងអាចយក reference នេះ access បានប៉ុន្តែនៅពេលដែលយើងប្រើ stateless widget ហើយវាឡើងមាន object reference access ទៅបានហើយអញ្ចឹងវាធ្វើម៉េចអូខេអញ្ចឹងឧបមាថាខ្ញុំ comment វាចោលឧបមាថាឥឡូវខ្ញុំប្រើ floating action button អញ្ចឹងវាកាន់តែអត់បានទៀតហើយវាអត់មានកន្លែងណា access ទៅកាន់ reference វា access ទៅ provider អត់បានអញ្ចឹងណាឥឡូវខ្ញុំធ្វើម៉េចaccess reference ទៅបានគឺយើងត្រូវ dot
dot void dot read ធ្វើមិនកើតអញ្ចឹងអ្នកទាំងអស់គ្នាត្រូវ wrap វាម្ដងទៀតបើសិនជាយើងប្រើជាមួយនឹង consumer widget ហ្នឹងណាបាទ consumer builder ហ្នឹងណាអញ្ចឹងយើងអាចប្រើ consumer កន្លែងនេះយើងត្រូវប្រើ consumer ទៀតហើយយើងយកទម្រង់នេះដដែល just copy builder របស់យើង replace មួយអាហ្នឹងហើយបន្តមកយើងអាច access ទៅកាន់ reference.watch.read sorry ហើយយើងប្រើ state provider.notify.state plus plus ទៅចេះបានយើងបានអូខេ still work បាទ back to the documentation វិញនៅក្នុង document ក៏គេប្រាប់ដែរថាវាមាន2បាទហើយគេក៏អត់បានប្រាប់យើងថាតើយើងគួរតែប្រើមួយណាដែរគេបាននិយាយប្រាប់យើងថាអាហ្នឹងគឺវាអត់មានបញ្ហាអីទេបាទយើងគឺសម្រាប់របស់យើងគឺ personal preference អញ្ចឹងយើងចង់ប្រើមួយណាក៏បានដែរអាហ្នឹងសេចលើយើងចូលចិត្តបាទយើងចូលចិត្ត consumer builder យើងប្រើ consumer ហ្នឹងទៅណាយើងចូលចិត្ត consumer ខ្លះហ្នឹងយើងប្រើ consumer ខ្លះហ្នឹងទៅយើងចង់ស្រឡាញ់បែបconsumer builder ហ្នឹងក៏ប្រើ consumer builder ហ្នឹងទៅអត់មានបញ្ហាអីទេអូខេប៉ុន្តែបើគេ recommend ឲ្យយើងប្រើនៅconsumer widget ហើយនឹង consumer stateful បើសិនជាយើងចង់បើយើងត្រូវការ state អីចឹងទៅអូខេអញ្ចឹងyeah I will explain you more I will បាទនិយាយទៀតដោយសារវាពិបាកដែរនៅក្នុង report វារៀងអញញ៉ៃស្មុគស្មាញតិចពេលខ្លះយើងអាចនឹង confuse ច្រើនពាក្យពេចន៍អីផ្សេងអូខេអញ្ចឹងវីដេអូនេះយើងអាចបង្ហាញអស់ទេអញ្ចឹងជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងបន្ថែមទៅលើចំណុចដែលខ្វះខាតអរគុណច្រើន